ព័ត៌មានទី1នេះគឺជារឿងមួយដែលរីករាយដែលគួរជាក្តីសង្ឃឹមផងដែរសូម្បីតែលោកប្រធានាធិបតី Donald Trump ក៏បានសរសេរដោយក្តីសង្ឃឹមដែរបាទគឺបទជប់បាញ់គ្នារយៈពេល10ថ្ងៃរវាងប្រទេសលីបង់និងអ៊ីស្រាអែលបានចូលជាធរមានហើយនៅថ្ងៃប្រហ័សគឺបានន័យថាទៅជាព្រឹកថ្ងៃសុក្រមកនៅតំបន់នោះបាទនៅកម្ពុជាគឺព្រឹកថ្ងៃសុក្របានចូលជាធរមានហើយឈានដល់ការនោះគឺលោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍ថាកិច្ចប្រជុំបន្ទាប់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងធ្វើឡើងនៅចុងសប្តាហ៍នេះជាការបន្ថែមទៅនឹងសុទិដ្ឋិនិយមថាសង្គ្រាមនៅអ៊ីរ៉ង់អាចនឹងឈានទៅដល់ទីបញ្ចប់ហើយលោក Trump បានមានប្រសាសន៍ថាអ៊ីរ៉ង់បានសន្យាថានឹងមិនមានអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជាង20ឆ្នាំខាងមុខហើយមជ្ឈត្តនុយក្លេអ៊ែររបស់ទីក្រុងអ៊ីរ៉ង់នេះហើយទីក្រុងតេហរ៉ង់នេះហើយគឺជាចំណុចជាប់គាំងនៅក្នុងការជួបពិភាក្សាគ្នាកាលពីសប្តាហ៍មុនកាលពីចុងសប្តាហ៍មុនលោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសេតាវិមានថាយើងនឹងរងចាំមើលថាមានអ្វីកើតឡើងប៉ុន្តែខ្ញុំគិតថាយើងជិតសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយនឹងអ៊ីរ៉ង់ហើយសង្គ្រាមជាមួយនឹងអ៊ីរ៉ង់បានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈដោយមានការវាយប្រហាររវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាវាយប្រហារទៅលើអ៊ីរ៉ង់ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់និងបានធ្វើឲ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងដែលបង្កើតឲ្យមានការឈឺក្បាលឬក៏បញ្ហាខាងនយោបាយនឹងជាច្រើនជារឿងមួយសំខាន់សម្រាប់លោកប្រធានាធិបតី Donald Trump ផងដែរប្រសិនបើបទជប់បាញ់នៅលីបង់បើកផ្លូវឲ្យមានកិច្ចព្រមព្រៀងកាន់តែទូលំទូលាយជាមួយនឹងអ៊ីរ៉ង់បាទវាគឺជាជ័យជំនះមួយសម្រាប់លោកប្រធានាធិបតី Donald Trump ដែលបានតស៊ូរហូតមកដល់ពេលនេះដើម្បីបើកច្រក Hormuz ដែលជាច្រកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលបានរារាំងអស់រយៈពេលជាយូរមកហើយដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃប្រេងនៅលើពិភពលោកហើយក៏ជាការមួយដែលសហរដ្ឋអាមេរិកអាចនឹងរារាំងអ៊ីរ៉ង់មិនអាចអភិវឌ្ឍទៅជាកម្មវិធីអាវុធនុយក្លេអ៊ែរបានដែរដោយឡែកនៅក្នុងទីក្រុងបេរុតវិញគឺមានសម្លេងកំភ្លើងបាញ់ឡើងលើអបអរសាទរចំពោះបទជប់បាញ់គ្នាគឺមានបន្លឺឡើងតាំងពីព្រឹកថ្ងៃសុក្រតែម្ដងនៅពេលដែលខណៈពេលដែលនាឡិកាដៃវាចូលដល់ម៉ោង12ពាក់កណ្ដាលអាធ្រាត្រម៉ោងនៅក្នុងស្រុកនៅក្នុងប្រទេសលីបង់គឺគាត់តែម៉ោង12ភ្លាមពើងភ្លាមប្រជាពលរដ្ឋអបអរសាទរពីព្រោះបទជប់បាញ់គ្នាចូលជាធរមានហើយក្រោយពីក្រុមហ៊ីស្បូឡាវាប្រហារទៅលើអ៊ីស្រាអែលនាំឲ្យមានការសងសឹកពីអ៊ីស្រាអែលបានបណ្ដាលឲ្យមនុស្សជាង 2000 នាក់ស្លាប់បាត់បង់ជីវិតហើយសំឡេងកំភ្លើងហើយនឹងគ្រាប់រ៉ុកែតបានលឺប្រហែលជាកន្លះម៉ោងឯណោះបាទបាញ់អបអរសាទរប្រហែលជាកន្លះម៉ោងដើម្បីគេអបអរសាទរបទជប់បាញ់នេះលោក Trump បានមានប្រសាសន៍សម្ដៅទៅលើកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយអ៊ីរ៉ង់ថាលោកគិតថាគឺយើងនឹងមានឱកាសសម្រាប់បានកិច្ចព្រមព្រៀងហើយប្រសិនបើរឿងនោះកើតឡើងគឺតម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងខ្លាំងបាទហើយអតិផរណាក៏នឹងធ្លាក់ចុះផងដែរហើយសំខាន់ជាងនោះទៀតគឺនឹងមិនមានអាវុធនុយក្លេអ៊ែរសម្រាប់រំខានមនុស្សនោះទេលោកប្រធានាធិបតីបានមានប្រសាសន៍ថាលោកមិនប្រកាសថាបទជប់បាញ់គ្នារយៈពេល2សប្តាហ៍ដែលបានព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់កាលពីសប្តាហ៍មុននឹងត្រូវពង្រីកឲ្យលើសពី2សប្តាហ៍ក្រោយនោះទេពីព្រោះអីលោកបានថែមថាទីក្រុងតេហរ៉ង់គឺចង់បានកិច្ចព្រមព្រៀងមួយឲ្យបានឆាប់ណាលោកបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងល្អណាស់ជាមួយអ៊ីរ៉ង់នៅពេលនេះទោះបីជាវាពិបាកជឿយ៉ាងណាក៏ដោយខ្ញុំគិតថាវាជាការរួមបញ្ចូលគ្នានៃការទម្លាក់គ្រាប់បែកប្រហែល4សប្តាហ៍និងការបិទផ្លូវដ៏ខ្លាំងក្លាមួយបាទសូមបើកមុខកញ្ចក់បន្តិចដូចដែលខ្ញុំបាននិយាយចឹងបើលោកប្រធានាធិបតី Donald Trump លោកពេញចិត្តណាគឺថាសរសើរនឹងសរសើរដល់បើថាខឹងផ្អាប់ដល់មកគេជាមួយអ៊ីរ៉ង់ឈួរឥឡូវគាត់ថាអូគឺថាយើងមានទំនាក់ទំនងល្អណាស់ទៀតណាជាមួយនឹងអ៊ីរ៉ង់នៅពេលនេះបាទពាក្យរបស់គាត់គឺល្អអាក្រក់បាទបាត់មកវិញនៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍មុនសហរដ្ឋអាមេរិកបានស្នើឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់រយៈពេល20ឆ្នាំដែលជាការសម្របសម្រួលជាក់ស្ដែងដែលទាមទារក្នុងការហាមឃាត់ជាអចិន្ត្រៃយ៍ទីក្រុងតេហរ៉ង់ក៏បានស្នើផ្អាក
រយៈពេលពី3ទៅ5ឆ្នាំនេះបើយោងតាមអ្នកដែលបានដឹងអំពីកិច្ចការចរចានេះឥឡូវនេះគឺមានព្រមគ្នាអញ្ចឹងបានន័យថាបើសិនជាដូចអ្វីដែលលោកប្រធានាធិបតីមានប្រសាសន៍មែនគឺអ៊ីរ៉ង់គាត់ថាមិនធ្វើកម្មវិធីនុយក្លេអ៊ែរនៅរយៈពេលជាង20ឆ្នាំបើបានអញ្ចឹងមែនគឺដំណើររឿងនេះនឹងត្រូវបញ្ចប់ព័ត៌មានទី2នេះគឺពីខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកម្ដងពីម្សិលមិញគឺព័ត៌មានពីខាងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលខាងគណៈបកប្រជាធិបតេយ្យខិតខំដាក់បញ្ចូលនៅសេចក្តីស្នើនៅសេចក្តីសម្រេចមួយដើម្បីហាមឃាត់លោកប្រធានាធិបតីមិនអោយធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវនេះនៅថ្ងៃប្រហ័ននេះគឺខាងរដ្ឋសភាវិញម្ដងរដ្ឋសភាដែលគ្រប់គ្រងដោយគណៈបក្សសាធារណរដ្ឋនេះក៏ប៉ុន្តែខាងបកប្រជាធិបតេយ្យបានស្នើសេចក្តីសម្រេចហ្នឹងដើម្បីឲ្យមានការបោះឆ្នោតក៏ប៉ុន្តែដោយដែលលើកមុនដែរគឺបានត្រូវបានរដ្ឋសភាបដិសេធចោលទៀតហើយដោយសម្លេងខុសគ្នាតែមួយសម្លេងតែប៉ុណ្ណោះបាទគឺការបោះឆ្នោតហ្នឹងគឺមានសម្លេងគ្រប់គ្រង213បាទគ្រប់គ្រងឲ្យហាមឃាត់លោកប្រធានាធិបតីណាគ្រប់គ្រងសេចក្តីសម្រេចហ្នឹងគឺសេចក្តីសម្រេចដែលហាមឃាត់លោកប្រធានាធិបតីមិនឲ្យធ្វើសង្គ្រាមហើយនឹងសម្លេង214ប្រឆាំងបាទ213ទល់នឹង214បាទហើយបានន័យថាគឺការបោះឆ្នោតស្ទើរតែតាមបន្ទាត់នយោបាយរបស់គណៈបករៀងៗខ្លួនលើកលែងតែសមាជិកនៃគណៈបកសាធារណរដ្ឋម្នាក់គឺលោក Thomas ដែលជាសមាជិកនៃគណៈបកសាធារណរដ្ឋមកពីរដ្ឋ Kentucky បោះឆ្នោតគ្រប់គ្រងឲ្យហាមឃាត់អំណាចលោកប្រធានាធិបតីប៉ុន្តែបែរជាមានសមាជិករដ្ឋសភានៃគណៈបកប្រជាធិបតេយ្យម្នាក់វិញដែរគឺលោក Jared Golden ដែលមកពីរដ្ឋ Maine បោះឆ្នោតប្រឆាំងវិញបាទអញ្ចឹងគឺបានន័យថាមួយទៅមួយមកបើសិនជានៅខាងបកប្រជាធិបតេយ្យឯកភាពគ្នាទាំងអស់បូកជាមួយនឹងសាធារណរដ្ឋមួយទៀតគឺសម្លេងហ្នឹងអាចនឹងទប់បានហើយក្នុងខណៈពេលដែលសមាជិករដ្ឋសភាលោក Warren Davidson ដែលមកពីគណៈបក្សសាធារណរដ្ឋប្រចាំនៅរដ្ឋ Ohio ដែលពីលើកមុនបានបោះឆ្នោតប្រឆាំងនឹងសង្គ្រាមនោះគឺបោះឆ្នោតដាក់ថាវត្តមានដោយមិនសម្រេចថាគ្រប់គ្រងឬប្រឆាំងនោះទេដោយឡែកសមាជិកគណៈបក្សសាធារណរដ្ឋ3រូបទៀតគឺមិនបោះឆ្នោតអញ្ចឹងដូច្នេះនិន្នាការនៃការប្រឆាំងនឹងសង្គ្រាមនៅខាងពីខាងគណៈបក្សសាធារណរដ្ឋកំពុងកើនឡើងដែរក៏ប៉ុន្តែគ្រាន់តែគេមិនទាន់ហ៊ានបញ្ចេញកលាខ្លាំងបាទវិធានការនេះស្នើឡើងដោយលោក Gregory Meeks សមាជិករដ្ឋសភាដែលមកពីរដ្ឋ New York បាទដើម្បីធ្វើយ៉ាងណាឲ្យដកកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ង់បាទលើកលែងតែមានការសម្រេចណាមួយដែលអនុញ្ញាតដោយសភាតែប៉ុណ្ណោះបាទអញ្ចឹងឥឡូវខ្ញុំបន្តចំណុចដែលខ្ញុំនិយាយមិញគឺខាងគណៈបក្សសាធារណរដ្ឋក៏គាត់ចង់ប្រឆាំងដែរក៏ប៉ុន្តែគាត់ត្រូវថ្លឹងថ្លែងនេះយ៉ាងម៉េចថ្លឹងថ្លែងគឺបានន័យថាបើសិនឥឡូវនេះគាត់ដោយសារតែសង្គ្រាមហ្នឹងគាត់កំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមជាមួយនឹងអ្នកបោះឆ្នោតអញ្ចឹងបោះឆ្នោតពាក់កណ្ដាលអាណត្តិហ្នឹងនៅមណ្ឌលមួយចំនួនអាចនឹងគណៈបកប្រជាធិបតេយ្យយកវិញអញ្ចឹងបើសិនជាគាត់ប្រឆាំងបាទគាត់ប្រឆាំងគឺអ្នកបោះឆ្នោតនៅមណ្ឌលរបស់គាត់ដែលជាអ្នកគ្រប់គ្រងលោកប្រធានាធិបតីអាចនឹងខឹងសម្បានឹងគាត់គឺមិនបោះឆ្នោតដល់គាត់បាទអញ្ចឹងដូច្នេះគណៈបកប្រជាធិបតេយ្យនឹងយកអាសនៈគាត់បានដោយអូតូម៉ាទិកដោយដឹងកន្លែងជាមុនអញ្ចឹងគាត់ទៅថ្លឹងថ្លែងមែនតើបាទតាំងតែមែនតើរវាងប្រឆាំងនិងបាត់លះបើមិនប្រឆាំងអាចនៅហេសយអាចមានការកែប្រែមិនពេលទៅឃោសនាអាចនឹងយកមកបានមិនបានអញ្ចឹងដូច្នេះសមាជិករដ្ឋសភាគណៈបក្សសាធារណរដ្ឋមួយគឺឥឡូវនេះកំពុងតែមានការប្រយ័ត្នប្រយែងនៅក្នុងការបោះឆ្នោតប្រឆាំងឬក៏គ្រប់គ្រងអ្វីមួយព័ត៌មានទី3វិញគឺជាការស្នើឡើងរបស់ខាងរដ្ឋសមាជិកព្រឹទ្ធសភានៃខាងគណៈបកប្រជាធិបតេយ្យដែលនៅរដ្ឋ នៅរដ្ឋ California គឺអ្នកស្រី Lena Gonzalez បានស្នើនៅសេចក្តីសម្រេច SR 91ដើម្បីទទួលស្គាល់សប្តាហ៍
នៃទិវាចងចាំអំពើប្រល័យពូជសាសន៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាបាទអ្នកស្រីបានថ្លែងជាភាសាអង់គ្លេសហើយខ្ញុំបានបកប្រែត្រួសជូនប្រិមិត្តហើយខ្ញុំបានថតទុកមុនអញ្ចឹងខ្ញុំសូមចាក់អ្វីដែលខ្លឹមសារទាំងស្រុងដែលអ្នកស្រីបានមានប្រសាសន៍នៅមុននេះបន្តិចបាទនៅថ្ងៃប្រហ័សនេះបាទThank you, Mr. President. And colleagues, I rise today to present Senate Resolution ខ្ញុំឡើងមុខនេះដើម្បីដាក់ជូនសេចក្តីសម្រេចរបស់ព្រឹទ្ធសភាលេខ SR 91ដែលនឹងទទួលស្គាល់សប្តាហ៍ចាប់ពីថ្ងៃទី17ដល់23ខែមេសាជាសប្តាហ៍រំលឹកដល់ការប្រល័យពូជសាសន៍កម្ពុជាខ្ញុំប្រកាសថាមិត្តរួមការងារទាំងអស់បានឃើញខ្ញុំក្រោកឈរឡើងជារៀងរាល់ឆ្នាំសម្រាប់ថ្ងៃដ៏សំខាន់នេះនៅទីក្រុង Long Beach និងជាការពិតណាស់នៅទូទាំងសហរដ្ឋអាមេរិកនិងរដ្ឋ California សម្រាប់បងប្អូនប្រុសស្រីកម្ពុជារបស់យើងចន្លោះថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ថ្ងៃទី7ខែមករាឆ្នាំ1979ខ្មែរក្រហមក្រោមការដឹកនាំរបស់ប៉ុល ពតបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនកម្ពុជាក្នុងអំឡុងពេលនេះប្រជាជនកម្ពុជាជាង 1.7 លាននាក់ដែលស្ទើរតែ 1/4 នៃចំនួនប្រជាពលរដ្ឋសរុបរបស់ប្រទេសនៅពេលនោះត្រូវបានសម្លាប់របបខ្មែរក្រហមបានព្យាយាមលុបបំបាត់មិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងវប្បធម៌របស់ពួកគេរបៀបរស់នៅរបស់ពួកគេផងដែរអ្នកទាំងនោះគឺជាអ្នកដែលមានការអប់រំពួកគេបានបំបែកគ្រួសារនិងបំផ្លាញស្ថាប័នដូចជាវត្តអារាមព្រះពុទ្ធសាសនាសាលារៀននិងបណ្ណាល័យហើយសប្តាហ៍ថ្ងៃនេះយើងដឹងថារដ្ឋ California និងទីក្រុង Long Beach គឺមានប្រជាជនខ្មែរអាមេរិកាំងដ៏ច្រើនបំផុតមួយហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះពួកគេនៅតែរំលឹកដល់សោកនាដកម្មយ៉ាងជ្រាលជ្រៅសម្រាប់ពួកគេជាច្រើនអ្នក SR 91រំលឹកដល់ជីវិតដែលបានបាត់បង់គ្រួសារដែលត្រូវបានបែកបាក់និងស្ថាប័នវប្បធម៌ដែលត្រូវបានបំផ្លាញជាង50ឆ្នាំមុនក្នុងអំឡុងពេលប្រល័យពូជសាសន៍កម្ពុជាហើយសប្តាហ៍នេះជាសប្តាហ៍នៃការចងចាំសម្រាប់សហគមន៍កម្ពុជាខ្ញុំសូមស្នើដោយគោរពឲ្យមានការបោះឆ្នោតគាំទ្រលើសេចក្តីសម្រេច SR 91បាទគឺជារឿងមួយល្អដែរសម្រាប់សហគមន៍ខ្មែរអាមេរិកាំងដែលនៅរដ្ឋ California ដែលខិតខំប្រឹងប្រែងធ្វើគេថាសកម្មភាពតស៊ូមតិរហូតដល់មានការទទួលស្គាល់ពីខាងប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកចំពោះសប្តាហ៍នៃការចងចាំរំលឹកទៅដល់រឿងអតីតកាលដែលឈឺចាប់អញ្ចឹងរឿងដែលកើតឡើងគឺយើងកុំភ្លេចទៅតែរំលឹកចងចាំជានិច្ចនិយាយដោយត្រង់ខ្ញុំនៅក្នុងរបបខ្មែរក្រហមហ្នឹងគឺដោយផ្ទាល់គឺបងប្រុសបកើតម្នាក់ហើយនៅឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតផងដែរអញ្ចឹងដូច្នេះបាទយើងមិនទៅយើងមិនទៅបំភ្លេចបាទយើងមិនទៅបំភ្លេចរឿងដែលបានកើតឡើងនោះទេបាទអញ្ចឹងនេះគឺជារឿងទី3ដែលខ្ញុំបានចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយជាឱកាសនេះជាជម្រាបផងដែរនៅថ្ងៃស្អែកអត់ខ្ញុំមិនបានផ្សាយទេប្រហែលជាមិនបានផ្សាយជូនប្រិយមិត្តទេដោយសារជាប់រវល់មានកម្មវិធីទៅបើសិនជាអាចជ្រាបបានខ្ញុំថតទុកមុនយ៉ាងម៉េចចាំខ្ញុំផ្សាយជូនតាមពេលហ្នឹងបើថាមិនបានទេក៏សូមអធិស្ឋានណាបាទហើយព័ត៌មានទី4នេះគឺជារឿងមួយដែលកើតឡើងជិតមួយសប្តាហ៍ទៅហើយមានការឆ្លៃឆ្លងគ្នារវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងសម្ដេចប៉ាបជាមួយនឹងដោយថាសង្ឃកាតូលិកយើងច្រើនហើយនឹងមានលោកអនុប្រធានាធិបតីនឹងបានចេញមកគឺថារិះគន់គ្នាទៅវិញទៅមកគឺរឿងសំខាន់តកតងជាមួយនឹងនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលសម្ដេចប៉ាបបានរិះគន់គោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump ជាពិសេសពាក់ព័ន្ធជាមួយនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បាទហើយเขาមានខាងសហគមន៍សាសនានៅអាមេរិកនេះក៏កាន់ជើងលោកប្រធានាធិបតីផងដែរខាងកាតូលិកដែលគេបាននិកាយមួយចំនួនបានតបតមកវិញបាទឥឡូវនៅថ្ងៃនេះបាទសម្ដេចប៉ាបដែលមានដើមកំណើតជាអាមេរិកាំងបានឆ្លៀតឱកាសដែលព្រះអង្គកំពុងតែបំពេញព្រះរាជទស្សនកិច្ចនៅក្នុងប្រទេសអាហ្វ្រិកគឺប្រទេសកាមេរូនដែលជាឱកាសនោះព្រះអង្គក៏បានថ្លែងសារតាក់ទងនឹងសារទូទៅក៏ប៉ុន្តែមានន័យសម្ដៅទៅដល់លោកប្រធានាធិបតី Donald Trump ផងដែរដោយសម្ដេចប៉ាបលេអូទី14បានមានព្រះបន្ទូលថាពិភពលោកឥឡូវនេះកំពុងតែត្រូវបានបំផ្លាញដោយពួកជនផ្ដាច់ការមួយក្តាប់តូចដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារធ្វើសង្គ្រាម
បាទនេះគឺជាការមួយដែលគេមើលឃើញថាជាការឡើងកម្ដៅបន្ថែមទៀតនៅក្នុងចំនួនជិត1សប្តាហ៍របស់ព្រះអង្គជាមួយនឹងសេតាវិមានពាក់ព័ន្ធជាមួយសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់សម្ដេចប៉ាបដែលកើតនៅសហរដ្ឋអាមេរិកមិនបានលើកឡើងពីឈ្មោះរបស់លោកដូណាល់ត្រាំទេប៉ុន្តែបានប្រើប្រាស់សន្ទរកថារបស់ព្រះអង្គនៅប្រទេសកាមេរូនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីថ្កោលទោសមេដឹកនាំពិភពលោកដែលយកសាសនាទៅប្រើប្រាស់បិទបាំងដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងប្រទេសដទៃហើយព្រះរាជបន្ទូលរបស់ព្រះអង្គបានកើតមានឡើងនៅពេលដែលមានការគ្រប់គ្រងពីក្រុមខាងវិហារកាតូលិកហើយក៏ទៅបានរងការរិះគន់ពីលោកប្រធានាធិបតីដូណាល់ត្រាំទៅដល់សម្ដេចប៉ាបក៏ដូចជាក្រុមព្រះវិហារផងដែរដែលក្នុងរយៈពេលប្រហែលថ្ងៃនេះគឺបានរិះគន់ថាព្រះអង្គគួរតែផ្ដោតទៅលើបញ្ហាសាសនាទៅដូច្នេះនៅក្នុងពេលដែលជួបជុំនៅព្រះវិហារសានយូសេបក្នុងទីក្រុងបាមែនដាភាគខាងលិចគឺព្រះអង្គបានមានព្រះរាជបន្ទូលថាទុកវេទនាបាទឬក៏អ្នកដែលយកមកសាសនាមកប្រើបង្កការវេទនាទាំងអស់នេះបាទដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចនិងយោធារបស់ខ្លួននិងនយោបាយរបស់ពួកគេនឹងបាទគឺទាញពិភពលោកកុំទាញយកសាសនាទៅលោកលំជាមួយក្នុងភាពងងឹតនិងភាពកខ្វក់របស់ខ្លួននោះណាពួកគេមើលឃើញពីការពិតដែលថាប្រាក់រាប់ពាន់លានដុល្លារត្រូវបានចំណាយទៅលើការសម្លាប់និងការបំផ្លិចបំផ្លាញប៉ុន្តែធនធានដែលត្រូវការសម្រាប់ការព្យាបាលពិភពលោកទៅការសម្រាប់ការអប់រំនិងការស្ដារឡើងវិញគឺមិនមានទេបែរជាមានលុយសម្រាប់ធ្វើសង្គ្រាមពិភពលោកកំពុងទៅបានបំផ្លាញដោយជនប្រតិការមួយក្តាប់តូចប៉ុន្តែវាទៅបានគ្រប់គ្រងបាទដោយពលរដ្ឋមួយចំនួនផងដែរគឺនៅពេលនេះសម្ដេចប៉ាបកំពុងតែបំពេញព្រះរាជទស្សនកិច្ចរយៈពេល11ថ្ងៃនៅតំបន់អាហ្វ្រិកបាទដែលព្រះអង្គបានឆ្លៃបែបនេះបាទអញ្ចឹងនេះគឺជារឿងមួយដែលបន្ថែមកម្ដៅថែមទៀតហើយដែលប្រិមិត្តបានឃើញក្នុងរយៈពេលប្រហែលថ្ងៃមុននេះគឺបាទរូបភាពដំបូងគឺលោកប្រធានាធិបតីបានបង្ហាញរូបលោកស្តៀងទៅនឹងព្រះយេស៊ូវគ្រីស្ទដែលមកព្យាបាលរបួសបាទក្រោយមកលោកបកស្រាយថាអូមិនមែនទេគឺលោកបានលុបចោលរូបនឹងវិញលោកថាគឺជារូបជាគ្រូពេទ្យទេប៉ុន្តែគ្រូពេទ្យដាក់រូប AI របៀបដូចជាព្រះយេស៊ូវស្រាប់តែម្សិលមិញនេះបាទរូបទី1នោះលោកលុបចោលហើយតែម្សិលមិញមានលេចរូបមួយទៀតមកគឺប្រៀបធៀបរូបលោកប្រធានាធិបតីទៅនឹងថាព្រះយេស៊ូវគ្រីស្ទមកគ្រប់គ្រងលោកប្រធានាធិបតីបាទដូច្នេះនេះគឺជាការវិវត្តមួយដែលតាមធម្មតានៅក្នុងពេលអតីតកាលកន្លងមកគឺព្រះវិហារកាតូលិករបស់សម្ដេចប៉ាបគឺកម្រមានប្រធានាធិបតីណាដែលបាទហ៊ានប៉ះពាល់ណាបើទោះបីជាសម្ដេចប៉ាបតាមធម្មតាក្នុងពេលអតីតកាលគឺតែងតែនិយាយទៅដល់បញ្ហាទាំងនយោបាយទាំងសង្គមក៏ដោយបាទនេះគឺជាការវិវត្តមួយទៀតណានៅសហរដ្ឋអាមេរិកនេះហើយមានព័ត៌មានមួយទៀតនេះបាទព័ត៌មានមួយទៀតនេះដែលខ្ញុំនឹងរៀបចំជូនប្រិយមិត្តសម្រាប់ពេលថ្ងៃស្អែកផងដែរគឺបាទប្រិយមិត្តឃើញហ្នឹងនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Times គាត់បានរាយការណ៍ថាអ៊ីរ៉ង់កំពុងតែប្រើប្រាស់រូបភាពកាយរណបរបស់ប្រទេសចិនរបស់ចិនបាទដើម្បីវាយប្រហារគោលដៅទៅលើសហរដ្ឋអាមេរិកគឺបានន័យថាអ៊ីរ៉ង់គាត់បានបច្ចេកវិទ្យានឹងមកទិញមកគេអនុញ្ញាតឲ្យទិញហើយក្នុងពេលដែលមានចំនួនជាមួយនឹងសហរដ្ឋអាមេរិកគាត់ពឹងផ្អែកទៅលើកាយរណបរបស់ចិនហ្នឹងអញ្ចឹងរឿងនេះគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍ផងដែរហើយមានរឿងមួយទៀតដែលខ្ញុំបានថតហើយសម្រាប់ប្រិយមិត្តទាំងអស់គ្នាបានមើលនៅប្រហែលជាមិនទាន់មានអ្នកដឹងទៅមើលពីព្រោះខ្ញុំមិនបានជម្រាបជូននោះគឺសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានងាកទៅជប៉ុនឥឡូវនេះកំពុងតែចរចាជាមួយនឹងជប៉ុនដើម្បីទិញអាវុធផងដែរពីជប៉ុននៅក្រៅពីជប៉ុនបានបន្ធូរបន្ថយច្បាប់ស្តីពីការនាំចេញអាវុធរបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកាអ៊ីជីអញ្ចឹងប្រិមិត្តទៅមើលនៅក្នុងខ្ទង់វីដេអូណាក្នុងវីដេអូនឹងឃើញវីដេអូដែលខ្ញុំបានបង្ហោះជូននឹងហើយណាបាទអញ្ចឹងខ្ញុំមិនយកមកចាក់នៅក្នុងកម្មវិធីនេះទេអញ្ចឹងប្រិមិត្តអាចទៅមើលខ្លួនឯងបានបាទអញ្ចឹងសម្រាប់ប្រិមិត្តដែលចូលមកស្ដាប់ព័ត៌មានសូមអរគុណសូមជម្រាបលា
bà lấy xong mà chলাই xong lùa mùi pi cho mà pi prey mất miền xong lùa na sắm anh đã xua chলাই ta sắm anh xua có bạn pi mình chলাই bàn ok Tony Chan chụp miếng xua pu bà Tony Chan bà phân Sarabot chụp miếng xua bò ngày ní khi bàn rọ bà thua bon xôm chun bon đã bong po tang o bàn smash bạc này sa thục na sa thục con chan Sarabot mà chặt tali na mà chặt bon na con chan na sok con này dây lục Iran tự đăng yok sasana people na đừng nom chan tại acha ba mình thìประมาณไงนั่นคือโลกประเทศนี้ตับใดก็มีตำนองชิมวยนึงสบายปาบสปอร์ตมีดังกรุ๊ปนี้เบบี้สมอลจิมเรียบสูลปูขนมจะไปโจชังไปทางนี้สกสบายอย่างนาได้ลปูโอ้สบายนะขโมยเอาคนชานะคนบ้านอันนั้นเคยเนียงและขนาโลกตาบังการขยมปีนี้จีมันตรีริจกาแต่บาดเกยกตัวทั่วตัวนักการรถบัดบองจีบดบ้าโอ้ระบบขมายกระหอมนี่คือมันอายมีบานหรือขยมอันนั้นชื่อการนั่งในใจเรื่องไงดำเปิลเมษานั่งขยมมีอารมณ์มวยได้ถ้าซอกสไลมันซอกสไลกับบ้านถ้าซอกสไลกับบ้านบองสไลขยมบองจีโดนมวยขยมบองจีโดนมือขยมเบอร์นี่ใจโกนก็พายจะเปลี่ยนมัดสกอร์บองจะโดนมวยนั่นแกขมายค่ะจะโดนมวยประกาศนะพี่ปูกอดอะไรเข้มตะเกาเลยขี้เหนียวพี่ปูปูกอดอะไรหนึ่งมาได้กอดจีบองจีบอกขยมประกาศมาคือบองสไลจะโดนมวยขยมโกนกอดไปจะไปมัดก็คือโกนกอดคือจับเชียนนั่งขโมยขยมจะโดนมวยว่าบองใส่ขยมนั่งขยมสมพีกอดการขยมเลยกระแสไอไปแต่สมพีกอดปีเรื่องขมายกระหอมอะไรนี่ว่าคือบาโอ้ก่อนนั้นนึกเคยแต่ประเดี๋ยวก่อนยุ่มคลั่งเหมือนแต่ปีปูมันได้เมนานี่ยัยแต่ปีจำปีกันคุบด้วยชิมาพยพรำชนำในการดูลมระบบลมนอนแล้วยำแต่สุพีก่อนเขาเคยนะบ่าบองปีปูบองทลายยำนั่งกอดมาก็จบสายสลายมาก็จบสายสีสวัสดิ์ไอ้กอดอัดใช้โดยกี้ก็ใช้โดยสลายยังคือก็ในยัยจะจ่าให้เพราะว่าแต่ก็ใช้แต่จ่าให้แต่จังขมายก็ไม่สู้สมควรก่อนจังพอดปีเพลย์จีเล็กใบนั่งเตะบานไปจีประมาณกิโลวิโยตัวข้อเตะสำรับเลี้ยมแต่มันเขาอเมนสู้อเมนโตขโมยดิบากยมสู้บองใส่ยมก่อนรีบรอบลังมันก่อนเธอยมกันปะทะที่ทางปะทะเพียบอายุเตทอนนะวินเลยแต่เบียนนะขนมครูนมาทุกใบยืงทาคัดคอมในยัยใจนำใบเอาสับซาขนมเจ็ดกับมันได้ก็มันบาดได้มาในแต่นึกเคยตาเป็นนะคือยุ่มเราเป็นนักบางโอเคบ่าโอเคเอาให้นะเอาเบียนในเดนะบ่าบรมัยเสียก็ทำให้ตีกรมพนมปิงสบายนะบองในวัดพนมวัดภูมิปทบลมอตเลมุกแวงสแต่มนุษย์บ้าโอเคจังเลยกับพงซ้ำสงัดบ้ากำตัดช่างไงไปเอาสั่งไอ้จ้าในจิตนั่งสบายตามสถานการณ์สบายตามสถานการณ์โอเคเอาให้นะบ่าโอเคเลยเจ้าหมอกเรามาดองที่ไทยจุ่มเรียบเรียมองบรมัยเสียบองตามริทัวเดิมในเติมไอ้บัตรจรอฮอมูสบานส้มจูเป็นยูพองโอ้บ่าก็ดัก